ចាជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនេះខ្ញុំឈ្មោះខេណាវីថ្ងៃនេះគ្នាខ្ញុំនឹងបកស្រាយតកតងជាមួយនឹងមេរៀនទី4គោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពចាហើយចំពោះមេត្តាគឺមាន1សក្តីផ្ដើម2តើអ្វីជាប្រសិទ្ធភាពក្នុងការវិតម្លៃ3លក្ខណៈវិនិច្ឆ័យដែលមានប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សា4បញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡង5ប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងចាយើងចូលចំណុចទី1សេចក្តីផ្ដើមចាអញ្ចឹងគឺយើងយល់ដឹងពីវាតម្លៃក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពចាយល់ដឹងពីលក្ខណៈវិនិច្ឆ័យផ្សេងៗក្នុងការវិតម្លៃក្នុងថ្នាក់រៀនមួយវិញទៀតស្វែងយល់ពីរបៀបក្នុងការវិតម្លៃប្រកបដោយតម្លាភាពនិងភាពជឿជាក់ពិសេសចាអញ្ចឹងយើងចូលចំណុចទី2គឺគេសួរថាតើអ្វីជាប្រសិទ្ធភាពក្នុងការវិតម្លៃសិក្សាចាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាមានន័យថាជាការវិតម្លៃអាចវាស់វែងបានត្រឹមត្រូវមានភាពជឿជាក់និងមានប្រយោជន៍ពិតប្រាកដចំពោះការរៀននិងការបង្រៀនដើម្បីឲ្យសម្រេចគោលបំណងដែលយើងបានកំណត់ចាមួយវិញទៀតតកតងជាមួយនឹងចំណុចទី3លក្ខណៈវិនិច្ឆ័យដែលមានប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាចាអញ្ចឹងតកតងជាមួយនឹងលទ្ធផលសិក្សារំពឹងទុកក្នុងម៉ោងសិក្សាគឺយើងត្រូវកំណត់ថាក្នុងមួយម៉ោងសិក្សាហ្នឹងយើងចង់ឲ្យសិស្សគាត់ចេះពីអ្វីហើយរំពឹងទុកថាវាផ្ដល់ផលប្រយោជន៍បែបណាចាហើយមួយវិញទៀតតកតងជាមួយនឹងការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សាអញ្ចឹងគឺយើងត្រូវកំណត់ខ្លឹមសារមេរៀននិងពង្រឹងពុទ្ធិសាស្ត្រក្រោយពេលយើងរៀនចប់ចាអញ្ចឹងដូចយើងដឹងស្រាប់ហើយនៅពេលដែលយើងរៀនចាប់មេរៀនមួយយើងត្រូវតែពង្រឹងពុទ្ធិទៅកាន់សិស្សដើម្បីឲ្យសិស្សគាត់ពេលយើងសួរគាត់ទៅថាតើនៅពេលដែលគាត់រៀនមេរៀនហ្នឹងមួយគាត់ទទួលបានចំណេះដឹងអ្វីខ្លះចាហើយមួយវិញទៀតសិស្សអាចទទួលពេលរៀនពីគ្រូបានប្រមាណភាគរយនិងមិនទាន់យល់ប្រមាណភាគរយងាយស្រួលក្នុងការគេហៅថាអភិវឌ្ឍនៅពេលមេរៀនបន្តទៀតចាហើយមួយវិញទៀតតកតងជាមួយនឹងផលវិបាកក្រោយទទួលបានលទ្ធផលពីការវិតម្លៃក្នុងថ្នាក់រួចមកយើងត្រូវមានការលើកទឹកចិត្តដល់សិស្សក្នុងរូបភាពផ្សេងតាមលក្ខណៈរបស់សិស្សអញ្ចឹងឧទាហរណ៍ថាគាត់ធ្វើមិនទាន់បានត្រឹមត្រូវទេប៉ុន្តែយើងមិនត្រូវបង្អាប់បន្ទោសគាត់យើងត្រូវតែជួយលើកទឹកចិត្តថាកូនធ្វើប៉ុណ្ណឹងបានហើយប៉ុន្តែយើងអត់ទាន់បានត្រឹមត្រូវឬក៏ពេញលេញហើយចំពោះកូនសិស្សដែលគាត់ធ្វើបានល្អយើងក៏ត្រូវមានការលើកទឹកចិត្តទៅកាន់គាត់ដែរគឺដើម្បីឲ្យគាត់ខំប្រឹងបន្ថែមទៀតចាំមួយវិញទៀតតកតងជាមួយនឹងការអនុវត្តនិងប្រសិទ្ធភាពការវិតម្លៃឲ្យត្រូវសមស្របដូចថាឲ្យសមស្របទៅនឹងការបង្រៀនពេលវេលាដែលមានអីចឹងទៅចាហើយមួយវិញទៀតតកតងជាមួយនឹងចំណុចទី4គឺនិយាយតកតងជាមួយនឹងបញ្ហាប្រឈមក្នុងការក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងចាអញ្ចឹងយើងដឹងហើយថាតកតងជាមួយនឹងបញ្ហាប្រឈមហ្នឹងគឺយើងមាន3ទី1មាន fight ទី2មាន fly ទី3មានphysics ចាអញ្ចឹងតកតងជាមួយនឹងfight នោះមានន័យថាគាត់ភ័យអញ្ចឹងគាត់អត់ទាន់បានប្រឡងទេប៉ុន្តែគាត់មានថាគាត់ភ័យនៅពេលដែលភ័យអញ្ចឹងទៅគាត់វាថាការប្រឡងរបស់គាត់ក៏អត់ទទួលបានលទ្ធផលល្អដែរហើយពេលមួយទៀតតកតងជាមួយនឹង fly នោះមានន័យថាគាត់វាថាគាត់បោះបង់ឬក៏គេហៅថាគាត់ភ័យគាត់ឡើងភ័យអញ្ចឹងទៅគាត់ហេតុណាមួយគាត់អត់ស្អីចេះទៀតអញ្ចឹងមានន័យថាគាត់គេហៅថាគាត់ធ្វើឲ្យតែរួចពីដៃអត់យកចិត្តទុកដាក់ចាហើយមួយទៀតតកតងជាមួយនឹង fish អញ្ចឹងមានន័យថាគាត់តែភ័យហើយគេហៅថាអត់យកចិត្តទុកដាក់ហើយគឺគាត់មានន័យថាគាត់នេះមកគាត់គិតអីក៏អត់ចេញដែរចាហើយដូចថាគៀងហើយលទ្ធផលដែលទទួលបានគឺតាមនឹងចឹងទៅចាតកតងជាមួយនឹងបញ្ហាប្រឈមនឹងដែរខ្ញុំសូមបន្ថែមបន្តិចគឺដូចខ្ញុំបញ្យល់ខាងដើមចឹងចាគាត់មានអារម្មណ៍ថាតានតឹងរបៀបថា
អត់ចង់ប្រឈមមួយបញ្ហាហើយតេតើជាមួយនឹងការធ្វើហ្នឹងក៏លឿនក៏ប្រញាប់ដែលធ្វើឲ្យមានការគេហៅថាតេតងជាមួយនឹងធ្វើឲ្យតែរួចពីដៃអីចឹងទៅចាចឹងមួយទៀតតេតងជាមួយនឹងបញ្ហាពេលប្រឡងហ្នឹងវាថាឆ្លើយសំណួរលឿនវាថាអត់ចេះហើយចឹងទៅយើងចេះតែឆ្លើយឲ្យគេហៅថាឲ្យតែរួចឲ្យតែផុតអីចឹងណាចាហើយសូមបន្តទៅទៀតចាអញ្ចឹងតេតងជាមួយនឹងគេហៅថាបញ្ហាក្នុងប្រឡងចាសំទោសបញ្ហាក្នុងការប្រឡងចាអញ្ចឹងគេមានថាតែគាត់អត់ចេះធ្វើគាត់អត់អីហើយគឺគាត់នឹងអត់ចង់នៅបន្ទប់ប្រឡងឯងអត់ចង់នៅបន្ទប់ប្រឡងហើយនិយាយថាអូយបបាតានតឹងអញ្ចឹងទៅគាត់មានអារម្មណ៍ថាគាត់អត់ចាប់អារម្មណ៍នឹងការប្រឡងហើយក៏គាត់ចង់តែចេញលឿនអញ្ចឹងព្រោះគាត់អត់ចេះអីចឹងទៅចាហើយមួយទៀតគឺអត់ចង់មើលសំណួរហ្មងបើគាត់អត់ចេះហើយគឺសំណួរម៉ាក៏អត់ចង់មើលដែរថាបានបន្ទប់ម៉ាក៏អត់ដែរដោយសារតែគាត់មានអារម្មណ៍ថាគាត់អត់ចេះគាត់ភ័យអីចឹងទៅចាមួយវិញទៀតតើជាមួយនឹងធ្វើគេហៅថាធ្វើសំណួរម្លងអញ្ចឹងណាឬក៏ចង់បោះបង់ដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងចាអញ្ចឹងតែពេលគាត់អត់ចេះអត់អីគាត់បោះបង់ចោលឬក៏គេហៅថាអត់ចង់ធ្វើអត់ចង់អីចឹងទៅហើយតែភ័យហើយគឺអីក៏អត់ចង់ធ្វើដែរឬក៏ធ្វើទៅទាំងខុសទាំងនេះចឹងទៅចាហើយមួយវិញទៀតតកតងជាមួយនឹងគេហៅថាចំណុចទី5ហ្នឹងគឺប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងចាអញ្ចឹងតកតងជាមួយនឹងចំណុចនេះផងដែរគឺយើងមានបែងចែកជា3ទី1គេហៅថាមុនពេលប្រឡងកំឡុងពេលប្រឡងហើយនឹងគេហៅថាចាសំទោសគឺបែងចែកជា2ទេចាគឺមុនពេលប្រឡងហើយនឹងកំពុងដំណើរការប្រឡងហ្នឹងចឹងទៅចាអញ្ចឹងមុនពេលប្រឡងមិនចាមុនពេលប្រឡងហ្នឹងគឺតកតងជាមួយនឹងគ្រូគាត់គេហៅថាមានទុននីតិហ្នឹងគេហៅថាផ្ដល់ជាអនុសាសន៍ផ្សេងឬក៏ផ្ដល់ជាគោលការណ៍ផ្សេងតកតងជាមួយនឹងការកំណត់ពេលវេលាការបញ្យល់សិស្សថាគេធ្វើមិនហើយតើតែជាមួយនឹងការកំណត់បន្ទុកក៏ដូចជាផ្ដល់ព័ត៌មានត្រឡប់អីផ្សេងផងដែរចាអញ្ចឹងយើងចូលដល់មុនពេលប្រឡងហ្នឹងគឺយើងត្រូវតែណែនាំអំពីដំណើរការប្រឡងនិងគោលបំណងឲ្យបានច្បាស់លាស់ចាអញ្ចឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺយើងត្រូវតែណែនាំគាត់ថារយៈពេលប្រហែលដែលយើងធ្វើបញ្ចប់សំណួរហ្នឹងទៅហើយមួយវិញទៀតបន្ស៊ាំមានន័យថាយើងគេឧស្សាហ៍ធ្វើតេស្តជាប្រចាំហ្នឹងទៅកុំឲ្យគាត់មានការភ័យអីចឹងទៅមួយវិញទៀតតើតើជាមួយនឹងការលើកទឹកចិត្តចាអញ្ចឹងនៅពេលដែលយើងលើកទឹកចិត្តគាត់មិនថាគាត់ចេះសំណួរហ្នឹងឬក៏អត់ទេនៅពេលដែលគាត់ទទួលបានការលើកទឹកចិត្តគឺគាត់នឹងគេហៅថាគាត់មានកម្លាំងចិត្តហើយចាឬក៏គាត់ត្រូវតែវិភាគសំណួរហ្នឹងដើម្បីឲ្យគាត់នឹងឆ្លើយបានចឹងទៅចាហើយវិញទៀតតើតើជាមួយនឹងការប្រឡងហ្នឹងគ្រាន់តែជាការវិតម្លៃទេចាអញ្ចឹងវិតម្លៃមិនគឺវិតម្លៃថាតើគាត់មេរៀនហ្នឹងគាត់ទទួលបានប៉ុន្មានភាគរយចឹងទៅចាអញ្ចឹងយើងចូលចំណុចមួយទៀតតកតងជាមួយនឹងកំឡុងពេលឬក៏កំពុងដំណើរការប្រឡងហ្នឹងអញ្ចឹងមិនចាតកតងជាមួយនឹងបន្ទប់ហ្នឹងបែបណាបន្ទប់ហ្នឹងមានស្តង់ដារមានឬក៏ហៅថាមានម៉ាស៊ីនត្រជាក់មានកង្ហាលមានពលឺចេញចូលអីជាដើមទៅហើយមួយទៀតតកតងជាមួយនឹងបន្ទប់មានស្តង់ដារអញ្ចឹងបន្ទប់មានចាសំទោសគឺមួយទៀតគឺគ្មានសម្លេងរំខានចាអញ្ចឹងនៅពេលដែលមិនថារៀនមិនថាប្រឡងគឺយើងត្រូវតែមានបន្ទប់មួយដែលគេហៅថាអត់មានសម្លេងរំខានអញ្ចឹងទៅធ្វើឲ្យការប្រឡងរបស់យើងបានល្អឬក៏បានប្រសើរយ៉ាងទៅចាហើយមួយទៀតតកតងជាមួយនឹងប្រាប់ម៉ោងនិងនីតិនៅតាមកំណត់អញ្ចឹងតកតងជាមួយនឹងការប្រឡងឧទាហរណ៍ថា1ម៉ោងអញ្ចឹងចុះអញ្ចឹងយើងមានតកតងជាមួយយើងរៀបតាមគេហៅថាពេលវេលាហ្នឹងគេឧទាហរណ៍ថា
ស15ស30នាទី45អីចឹងឬក៏យើងចុះមកក្រោមរហូតចឹងទៅរហូតដល់អស់នាទីចឹងទៅចាមួយវិញទៀតតកតងជាមួយនឹងគេថាគួរឲ្យអ្នកដតីហ្នឹងរក្សាភាពស្ងៀមស្ងាត់នៅក្នុងថ្នាក់ចឹងនៅពេលប្រឡងយើងអត់មានអាចទៅជែកវែកញែកឬក៏សួរគ្នាបានតែយើងត្រូវតែគេហៅថាធ្វើដោយសមត្ថភាពខ្លួនឯងចាមួយវិញទៀតចិត្តដល់មកឲ្យគាត់សម្រួលអារម្មណ៍ចឹងឧទាហរណ៍ថាយើងនៅ15នាទីចឹងតែគាត់នៅច្រើននៅសំណួរច្រើនអញ្ចឹងយើងត្រូវតែគេហៅថាឲ្យគាត់សម្រួលអារម្មណ៍ថាគិតមួយធ្វើឲ្យបានលឿនអីចឹងទៅចាអញ្ចឹងហើយមួយវិញទៀតតើតើជាមួយនឹងការប្រើប្រាស់ក្លិនអញ្ចឹងការប្រើប្រាស់ក្លិនហ្នឹងក៏សំខាន់ដែរនៅពេលដែលគេហៅថានៅពេលដែលយើងបាញ់ទឹកអប់ឬក៏អ្វីមួយចឹងទៅយើងអង្គុយចិត្តគេចឹងទៅក៏អាចធ្វើឲ្យគេមានការឈឺក្បាលឬក៏ធិញធងឲ្យជាដើមទៅនៅពេលដែលយើងប្រើទឹកអប់ណាដែលមានក្លិនធ្ងន់ឬក៏អ្វីផ្សេងចឹងទៅចាហើយខ្ញុំសូមតកតងជាមួយនឹងសេចក្តីសន្និដ្ឋានចាអញ្ចឹងគឺយើងដឹងហើយថាការវិតម្លៃដែលមានប្រសិទ្ធភាពគេហៅថាសមស្របនិងស្របជាមួយនឹងស្តង់ដារគោលដៅសិក្សានិងការបង្រៀនផងដែរចាសូមអរគុណលោកគ្រូ